បាទសូមជម្រាបសួរប្រិយមិត្តជាទីគោរពហើយដូចជាទីមេត្រីថ្ងៃនេះខ្ញុំនាំព័ត៌មានអាប់ដេតមកជូនអ្នកទាំងអស់គ្នាទៀតហើយអំពីសារព័ត៌មានថៃបានចុះផ្សាយពីប្រទេសកម្ពុជាឥឡូវនេះហាក់ដូចជាប្រទេសថៃដូចជាស្រឡាញ់ប្រទេសកម្ពុជាយើងដល់ហើយមិនថាព័ត៌មានឬក៏មានហេតុការណ៍អ្វីទេឲ្យតែតាក់ទងជាមួយប្រទេសកម្ពុជានេះគឺប្រទេសថៃនេះតែងតែយកទៅផ្សាយតែម្ដងដូចជាព័ត៌មានដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនៅពេលនេះគឺជាសារព័ត៌មានប្រទេសថៃដែលផ្សព្វផ្សាយអំពីប្រទេសកម្ពុជាអំពីភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជាដោយបាននិយាយថាភ្ញៀវទេសចរដែលមកប្រទេសកម្ពុជាភាគច្រើនគឺជាប្រទេសចិនហើយនិងសហភាពអឺរ៉ុបតែភ្ញៀវដែលជាប់លំដាប់លេខ1ដែលមកប្រទេសកម្ពុជាគឺភ្ញៀវប្រទេសថៃតែឥឡូវនេះភ្ញៀវប្រទេសថៃគឺកាត់បន្ថយ 90% គឺមិនមានមកប្រទេសកម្ពុជានោះទេតែអ្វីដែលខ្ញុំនៅឆ្ងល់នោះគឺថាគ្រាន់តែសារព័ត៌មានផ្សាយអំពីភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជាសោះហេតុអ្វីមិនបាច់យករូប poster ដែលមានរូបសម្ដេចតេជោឬក៏រូបសម្ដេចហ៊ុនម៉ាណែតយកទៅដាក់ហើយសរសេរ caption ជាអ្វីផ្សេងចឹងទៅដើម្បីមានភាពទាក់ទាញឧទាហរណ៍ដូចជាសារព័ត៌មាននេះមួយចឹងបានដាក់ caption ថាពលានយន្តហោះប្រទេសកម្ពុជាធំប៉ុន្តែហោះមិនដល់ជើងមេឃហើយទាំងដែរទនន័យក្នុងព័ត៌មាននោះបានផ្សាយថាកម្ពុជាមានការកើនឡើងភ្ញៀវទេសចរ 19% ហើយมันគ្រប់គ្រាន់ទៅលើពលានយន្តហោះដ៏ធំដែលអាចទទួលភ្ញៀវទេសចរបានច្រើននោះទេហើយក៏បាននិយាយងាយមើលមកលើប្រទេសកម្ពុជាទៀតថាប្រទេសកម្ពុជានឹងអាចធ្លាក់ខ្លួនធំទៅជាប់បំណុលរបស់ប្រទេសចិនទាំងដែលមិនដឹងថាប្រទេសកម្ពុជាយើងបានសាងសង់ពលានយន្តហោះនេះមានពាក់ហ៊ុនយ៉ាងណាខ្លះនោះទេហើយមកមើលសារព័ត៌មានថៃមួយទៀតមិនឲ្យរំលងនោះទេរឿងថ្មីនេះគឺថៃយកមកផ្សាយភ្លាមតែម្ដងដែលពាក់ព័ន្ធជាមួយប្រទេសវៀតណាមបានចាក់ដីធ្វើផ្លូវឆ្លងសមុទ្រហើយអ្វីដែលសំខាន់នោះគឺថាមិនរំលងទេអ្នកវិភាគរបស់គេនឹងឲ្យតែមានរឿងអីនោះគឺគេហៅអ្នកវិភាគរបស់គេនេះចេញមកនិយាយហើយទាំងដែលអ្នកវិភាគនឹងខ្ញុំមិនដឹងថាប្រទេសថៃនឹងមានសាលាបង្រៀនអ្នកវិភាគក៏មិនដឹងដែរព្រោះអ្នកវិភាគប្រទេសថៃនឹងគឺសឹងតែគោដីគោទឹកគោជើងសម្បើមណាស់ហើយចេញមកវិភាគមួយនឹងគឺថាមើងងាយខ្មែរតល់តែម្ដងបាទហើយនិយាយរឿងពីវិភាគវិញមិនដឹងថាវិភាគនឹងចេញទៅខាងណាទេវិភាគមិនដែលចេះត្រូវតល់តែសោះដូចជារឿងហ្វូណាត់ដេជោហើយជាមួយនឹងប្រទេសវៀតណាមដែលកំពុងតែចាក់ដីធ្វើការឆ្លងសមុទ្រឥឡូវហ្នឹងហើយអ្នកវិភាគរបស់ប្រទេសថៃហ្នឹងនិយាយចេញមកដូចជាខ្លួនហ្នឹងបានទៅអង្គុយស្ដាប់ប្រទេសសង្ខាអញ្ចឹងបាទដឹងឯងគ្រប់សពគ្រប់យ៉ាងតែម្ដងហើយសម្រាប់សារព័ត៌មានមួយនេះខ្ញុំអត់សូវចង់និយាយអីច្រើនទេព្រោះដោយសារវិភាគរបស់គាត់ហ្នឹងគឺតាមអារម្មណ៍របស់គាត់តាមតការមើលឃើញរបស់គាត់ទេចង់នាំអ្នកគ្នាមកមើលសារព័ត៌មានដែលកំពុងតែ viral នៅក្នុងប្រទេសថៃតែម្ដងមកមើលពួកឈួតលីលានៅប្រទេសថៃតែម្ដងបាទតើពួកគាត់ហ្នឹងគិតស្អីគេនៅក្នុងហ្នឹងพี่น้องที่เคารพรักทั้งหลายก่อนที่พวกเราจะเดินทางไปยังสถานทูตสหรัฐอเมริกาผมก็ขอส่งท้ายបាទហើយសូមអ្នកនរគ្នាមកមើលពួកឈួតក្រុមមួយចំនួនរបស់ប្រទេសថៃប្រទេសគេផ្សេងគេមានតែចង់បានសន្តិភាពហើយពួកវាវិញអត់មានចង់បានសន្តិភាពទេបាទនាំគ្នានឹងទៅធ្វើការសកម្មទៅលើស្ថានទូតប្រទេសអាមេរិកស្ថានទូតប្រទេសឥណ្ឌូនេស៊ីដើម្បីពាក់ព័ន្ធជាមួយរឿងបទឆបាញ់ហ្នឹងហើយដោយឈួតចឹងខ្លួនឯងមិនដឹងជាមុខតំណែងស្អីទេចេញមកនិយាយតាំងពីប្រទេសម៉ាឡេហ្នឹងតាំងពីនាយករដ្ឋមន្ត្រីលោកអាន់វ៉ាហ្នឹងធ្វើនេះធ្វើនោះហើយបានប្រទេសថៃហ្នឹងបានជួយចេះបានជួយចោះហើយបានចោទលោករដ្ឋមន្ត្រីរបស់ឥណ្ឌូនេស៊ីហ្នឹងថាជារដ្ឋមន្ត្រីចូលមកជ្រៀតជ្រែងនៅក្នុងរឿងប្រទេសកម្ពុជានិងប្រទេសថៃហើយលំអៀងមកតែប្រទេសកម្ពុជាទេហើយអត់មានការគិតរបស់ខ្លួនឯងទេថាហេតុអ្វីបានជាប្រទេសម៉ាឡេលំអៀងមកប្រទេសកម្ពុជាហើយបើពួកវាសិតតែឈួតចឹងឲ្យលំអៀងមកដូចម្ដេចហើយបើមួយវិញចេញមកវិញអូដូចបណ្ឌិតរៀនចប់លំដាប់បញ្ញាបត្រខ្ពស់អញ្ចឹងទេបើថាវាបាតកម្មធម្មតាមុខស្ថានទូតម៉ាឡេស៊ីអត់អីណាតែអានេះវាបាតកម្មនៅមុខស្ថានទូតរបស់អាមេរិកទៀតសួរថាវាមានការគិតមិនទៅបានវាទៅធ្វើអញ្ចឹងហើយបើសិនជាវាអ្នកចេះអ្នកដឹងមែនគេអត់ធ្វើអញ្ចឹងទេគេដឹងថាពេលដែលធ្វើទៅវាប៉ះពាល់ឲ្យខ្លះមករបស់តែខ្លួនហើយនេះគ្រាន់តែជាព័ត៌មានខ្លះដែលខ្ញុំបានចែកជូនអ្នកនរគ្នាបានដឹងទេនៅមានព័ត៌មានជាច្រើនទៀតដែលប្រទេសថៃដែលនិយាយមកលើប្រទេសកម្ពុជារបស់យើងហើយខ្ញុំនឹងធ្វើការដកស្រង់និយាយប្រាប់ទាំងអ្នកនរគ្នាបន្តទៀតហើយសម្រាប់ព័ត៌មានមួយនេះគឺខ្ញុំសូមតាប៉ុណ្្នឹងសិនយើងនឹងតព័ត៌មាននៅភាគក្រោយមួយទៀតបាទសូមអរគុណ